បើសិនជារដ្ឋអ៊ីស្រាអែលមិនមានឆ្នេរសមុទ្រមេឌីតេរ៉ាណេផ្នែកខាងកើតនឹងត្រូវចែករំលែករវាងប្រទេសលីបង់ប្រទេសយូដាននិងប្រទេសអេស៊ីបហើយតំបន់នោះនឹងមានភាពតានតឹងនយោបាយតិចជាងមុនផ្នែកវប្បធម៌ពិភពលោកនឹងខកខានកន្លែងប្រវត្តិសាស្ត្រនិងសាសនាសំខាន់ៗដូចជាជញ្ជាំងភ្នំទឹកភ្លៀង Western Wall គម្ពីរឈើសិលាចារឹក Dome of the Rock និងព្រះវិហារបរិសុទ្ធ Church of the Holy Sepulchre ផលអពណ៌ផ្នែកវប្បធម៌ពីអ្នកល្បីៗដូចជា Albert Einstein និងការរចនាថ្មីៗជាច្រើនរបស់អ៊ីស្រាអែលក្នុងវិស័យបច្ចេកវិទ្យាកសិកម្មនិងវេជ្ជសាស្ត្រក៏នឹងបាត់បង់ផងដែរផ្នែកប្រវត្តិសាស្ត្រប្រសិនបើអ៊ីស្រាអែលមិនត្រូវបានបង្កើតឡើងនៅឆ្នាំ1948នោះតំបន់មជ្ឈិមបូព៌ានឹងមានផ្លូវដំណើរផ្សេងគ្នាការប៉ាយទង្គិចអារ៉ាប់អ៊ីស្រាអែលនឹងមិនកាត់ឡើងទេប៉ុន្តែភាពតានតឹងក្នុងតំបន់ប្រហែលជានឹងបន្តមានដោយសារបញ្ហាផ្សេងៗ